បាទលោកស្រីនៅកញ្ញាទីមេត្រីបាទនេះជាទស្សនវិជ្ជាបញ្ចេញពីទីលានបាល់ទាត់បាទក្លឹបបឹងកេតបាទគឺ Cambodia Airways បាទសម្រាប់ឯកសណ្ឋានបាទថ្ងៃនេះក្រុមបឹងកេតបាទសមួយជុតចំណែកឯក្រសួងការវិទ្យាបាទគៀវអាជ្ញាកណ្ដាលវិជាការប្រកួតលោកស្រីសវណ្ណរ៉េតបាទការប្រកួតកាយចេញពីក្រុមបឹងកេតបាទមុនដំបូងលេងមួយទេបាទនៅតំបន់ទីរបស់ខ្លួនសម្រាប់បឹងកេតឱកាសរបស់ក្រសួងការវិទ្យាកើតមានឡើងក្រោយលេងអត់3នាទីបន្ទាប់ពីកីឡាករបាទណាយយងសុងបាទជាអ្នកសុទ្ធបញ្ចូលទីអាឡិចយូបានគាត់ទៅចូលមើលបាទនេះក៏ស្នារូបភាពមួយជើងស្ដាំនេះល្អណាស់អាឡិចយូបាទអស់សង្ឃឹមតែម្ដងតែយ៉ាងណាក៏ដោយបាទ20នាទីក្រោយមកក្រុមបឹងកេតក៏តាមស្មើក្នុងនាមម្ចាស់ផ្ទះដោយគ្រាប់បាល់កីឡាករ Julius បាទ Julius Obo នេះ Julius Obo បាទទោះបីជាមានការរៀបពីខេត្ត Cameron ក៏ប៉ុន្តែគេអាចនៅតែសុទ្ធបានបន្តទៀតលើកបាល់ចេញពីកីឡាករ Kento មកដល់ក្បាលអេដាដូតែម្ដងបាទកីឡាកររូបនេះក៏បានតែបញ្ចូលទីទោះបីជារំខានពីអ៊ុំវិចិត្រយ៉ាងណាក៏ដោយបាទការប្រកួតនៅនាទីទី43ក្រសួងការវិទ្យាតាមស្មើដោយគ្រាប់បាល់របស់កីឡាកររឹងប៊ុនហៀងផ្ទះទ្រូងមួយថាគេធ្វើបានឲ្យក្រុមរបស់គេស្មើ2-2បាទអញ្ចឹងគឺគិតត្រឹមនាទីទី43ក្រុមទាំងពីររកបាន4គ្រាប់ចប់តង់ទី1ក្រសួងការវិទ្យា2បឹងកេត2បាទចូលដល់តង់ទី2បាទពិតជាមានការភ្ញាក់ផ្អើលមែនទែនបាទលេងបានប្រមាណ3នាទីទៀតតែប៉ុណ្ណោះក្រសួងការវិទ្យាក៏មានឱកាសរកគ្រាប់បាល់បន្ទាប់ពីទីសានចោចលើកបាល់កីឡាករខ្សែការពារខាន់មហាម៉ាត់ហ្វាអ៊ីសបាទដែលជាកីឡាករអភិញ្ញាត្បូងក៏បានតែបញ្ចូលទីឲ្យក្រុមរបស់គេនាំមុខវិញ3-2បាទចឹងនាទីទី48បាទការប្រកួតនេះបាន5នាទីក្រុមបឹងកេតព្យាយាមដាក់សម្ពាធបន្ថែមបាល់ក៏បានលើមកចាក់វឌ្ឍនាការញាក់1-2តែទៅមិនរួចពីដៃអ៊ុំវិចិត្រតែបាទកីឡាករមិត្តរួមក្រុមរបស់គេលីនីសាបាទជាអ្នកបន្ថែមនៅពេលដែលស្ថានភាពគេហៅថាបន្ទិញទៅតុងនេះក៏ប៉ះជើងផល្លាបន្តិចទៀតណាបាទប៉ះជើងផល្លាអញ្ចឹងគឺត្រឹមនាទីទី48ក្រុមទាំងពីរនេះស្មើគ្នា3 តើក្រុមទាំងពីរស្មើគ្នាបាទស្មើគ្នាតែយ៉ាងណាក៏ដោយការប្រកួតនៅនាទីទី64បាទ64បាទកីឡាករអាចារ្យយូជីបេងកាសាម៉ុលអែលបាទជាអ្នកធ្វើបញ្ចូលទីគ្រាប់ជ័យជំនះឲ្យបឹងកេតហើយការប្រកួតដែលនៅសល់ក្រសួងការវិទ្យាព្យាយាមដាក់សម្ពាធទៅវិញតែរឹងមិនញៀងធ្វើឲ្យបានសម្រេចទេមកប៉ាជើងស្ដាំអ្នកចាំទីអាឡិចយូបាទអញ្ចឹងគឺនេះគឺឱកាសរបស់ក្រសួងការវិទ្យាបាទនៅក្នុងតង់ទី2ចប់ការប្រកួតបាទប៊ីសបាក់គ្នាបន្តិចទៀតក៏ប៉ុន្តែអាជ្ញាកណ្ដាលបាទរត់មកខាត់ទាន់បាទលោកស្រីនិងកញ្ញាជាទីមេត្រីបាទនេះជាលទ្ធផលនៃការប្រកួតថ្ងៃនេះចប់ដំណើរគ្នាហើយបឹងកេតឈ្នះក្រសួងការវិទ្យា4-3យុវជនបាទីចាញ់ខេត្តកំពង់ចាម1-0បាទឥឡូវកំពង់ចាមបើយើងនិយាយពីលទ្ធផលដូចឡើងមកឈរឡើងមកឈរលេខ13វិញបាទនេះតារាងចំណាត់ថ្នាក់បាទកំពង់ចាមបាន6បន្ទុកអង្គឯងហើយប៉ុន្តែគ្រាប់បាល់នឹងដល់ហើយគ្រាប់បាល់បាទដក137គ្រាប់បាទប្រធានរាជនៅតែលេខ1ដដែលហើយអត់ទាន់លេងប្រកួតស្អែកប៉ាគីសនីបាទនេះគឺជាស្ថិតិរួមនៃការប្រកួតបាទគ្រប់គ្រងបាននៅតែម្ចាស់ផ្ទះបាទប្រហាក់ប្រហែលគ្នាទេប៉ុន្តែកំហុសមានច្រើនមែនតើ10-22បាទកាតលើង4ក្រសួងការវិទ្យាទាំងអស់បាទអញ្ចឹងនេះជាស្ថិតិបាទអរគុណបាទសម្រាប់ការតាមដានទស្សនាបាទអរគុណច្រើនលោកស្រីនិងកញ្ញាជាទីមេត្រីកុំភ្លេចនៅល្ងាចនេះអាចអញ្ជើញទស្សនានៅកីឡដ្ឋានវិសាខាជំនួបរវាងវិសាខានិងក្លឹបបាល់ទាត់អង្គរ Tiger យ៉ាងណាមិញការផ្សាយផ្ទាល់របស់ BTV ក្នុងជំនួបរវាងក្លឹបបាល់ទាត់បឹងកេតនិងក្រសួងការវិទ្យាឈានមកដល់ទីបញ្ចប់ខ្ញុំបាទព្រមទាំងលោកគង់ហួនអរគុណចំពោះការចំណាយពេលវេលាតាមដានទស្សនារបស់លោកអ្នកយ៉ាងមានតម្លៃក៏ដូចជាអធិស្ឋានរកកំហុសឆ្គងកើតឡើងពីការអធិប្បាយនៃការប្រកួតនេះនឹងជួបគ្នានៅថ្ងៃស្អែកជាបន្តទៀតការផ្សាយផ្ទាល់លីកកំពូលកម្ពុជាសប្តាហ៍ទី18 គណៈនេះខ្ញុំបាទលោកគង់ហួនព្រមទាំងក្រុមការងារផ្សាយផ្ទាល់របស់ BTV សូមអរគុណនិងសូមគោរពលា